ពុកម៉ែបងប្អូនយើងមួយចំនួនក៏ប្រកាសជាឆ្ងល់ហើយថាដើមប្រេងខ្យល់តើយើងយកពូជវាមកពីណាហើយពូជហ្នឹងយើងផលិតបែបណាតោះទៅតាមដានទាំងអស់គ្នាចាពុកម៉ែបងប្អូនអង្គពុំមានអ្នកគ្នាដោយសារយើងបានចែករំលែកទៅជាមួយនឹងដើមប្រេងខ្យល់ណាអញ្ចឹងមានបងប្អូនយើងមួយចំនួនគាត់ឆ្ងល់ថាដើមប្រេងខ្យល់ហ្នឹងយើងផលិតបែបណាចានេះគឺជាចំការពូជដើមប្រេងខ្យល់ចាគឺចំពោះពូជដើមប្រេងខ្យល់វិញគឺគេធ្វើបែបនេះពុកម៉ែបងប្អូនអង្គពុំមានអ្នកគ្នាគឺគេដាំឲ្យវាដុះហើយវាឡើងគល់ធំគឺកាប់វាទុកប្រហែលជា1ម៉ែត្រទៅ1ម៉ែត្រកន្លះហើយទេឬក៏2ម៉ែត្រអីចឹងណាចាហើយគេទុកវាឲ្យបែកខៀងបែកមេឃបែកខៀងចឹងទៅគឺទុកឲ្យវាចេញត្រួយគឺយើងត្រូវកាត់ត្រួយហ្នឹងយកទៅផលិតជាពូជវាអញ្ចឹងណាបងប្អូនគ្នាចំពោះការផលិតពូជវិញគឺងាយស្រួលមែនតើក្នុងការផលិតតែសំខាន់គឺយើងថែទាំដើមមេឲ្យល្អដើម្បីវាចេញត្រួយចេញអីបានល្អអញ្ចឹងបានយើងយកទៅផលិតពូជទៅគឺវាមានគុណភាពដែរអញ្ចឹងណាហើយចំពោះពូជដែលយើងត្រូវយកមកផ្សាំកូននេះជាពូជដែលយើងបានកាត់រួចរាល់ហើយគឺវាមានគុណភាពបែបនេះគឺត្រួយវាគឺមានកម្លាំងមេឃគឺយើងត្រូវយកមកណាដែលមានកម្លាំងហើយយើងត្រូវការកាត់វាយកមកហើយយើងត្រូវតែកាត់ស្លឹកចុងវាខ្លះៗអញ្ចឹងពុកម៉ែបងប្អូនអ្នកគ្នាយើងអត់ទុកវាទាំងអស់ទេហើយយើងស្រឡាញ់យកមេឃណាដែលវាមានកម្លាំងនិងមាំល្អបន្ទាប់ពីយើងបានសម្អាតស្លឹករួចរាល់ហើយគឺយើងយកវាមកត្រាំអបម៉ូនចាយើងត្រាំអបម៉ូនហើយគឺយើងយកវាទៅផ្សំក្នុងថង់បានហើយចាហើយនេះគឺយើងផ្សំអបម៉ូនគឺយើងផ្សំបែបនេះគឺយើងចងជាបាច់ទៅគឺយើងចំនួនចូលទៅក្នុងធុងដែលទឹកក្នុងធុងនោះគឺយើងមានបញ្ចូលអបម៉ូនក្នុងនឹងជាការស្រាច់ចឹងបងប្អូនអ្នកគ្នាចាបន្ទាប់មកគឺយើងយកវាមកផ្សំក្នុងដីនេះតែម្ដងចំពោះដីនេះគឺយើងបានរៀបចំរួចរាល់ហើយគឺយើងប្រើប្រាស់ជីអេជីលីននេះជាមួយដីទន្លេចានឹងជួនកាលតិចចឹងណាហើយយើងបានច្រកវាចូលទៅក្នុងថង់បែបនេះតែម្ដងនេះយើងមើលពីចម្ងាយគឺយើងអត់ដឹងថាវាជាថង់ទេស្មានតែជាដីឬស្មាប៉ុន្តែគឺវាច្រកចូលជាក្នុងថង់ទូបែបនេះតែម្ដងចាចំពោះក្នុងមួយឆ្នាំនេះអាចបានខ្ទង់6000កូនណាបងប្អូនអ្នកគ្នាឃើញខ្នាតទូចឹងទេប៉ុន្តែចំនួនបានច្រើនមែនតើចាំបន្ទាប់ពីយើងបានរៀបចំដីរួចរាល់ហើយគឺយើងធ្វើការផ្សំកូនតែម្ដងចំពោះការផ្សំកូនពុកម៉ែពុំមីងយើងច្រើនគាត់ចាប់អារម្មណ៍ខ្លាំងមែនទែនគាត់ថាធ្វើអញ្ចឹងដោះដែរគាត់ទៅដោតចូលទៅក្នុងដីចុះដោះដែរគាត់អត់ជឿគាត់គិតថាវាមិនអាចដោះអញ្ចឹងណាចាំពុកម៉ែពុំមីងទាំងអស់គ្នាដូចខ្ញុំបានជំរាបពីលើមកអញ្ចឹងថាចំពោះពូជនេះគឺយើងកាត់មកគឺយើងធ្វើការជ្រលក់អបម៉ូនហ្នឹងគឺជំនួយឬអញ្ចឹងណាគឺចេញឬចាបន្ទាប់ពីយើងបានជ្រលក់មកហ្នឹងគឺយើងយកមកដោតវាចូលក្នុងថង់ដែលយើងបានរៀបចំរួចរាល់ហើយហ្នឹងគឺយើងដោតបែបនេះតែម្ដងចាគឺយើងដោតវាហើយគឺយើងទុកគឺយើងគ្របតង់វាទុកហើយទុកឲ្យវាដុះយើងស្រោចទឹកស្រោចអីធម្មតាចឹងទៅហើយយើងទុកឲ្យវាដុះចាដូចជាក្នុងវីដេអូដែលខ្ញុំបានបង្ហាញចឹងចាគឺពេលដែលយើងដាក់ផ្សាំនៅក្នុងថង់ហើយគឺយើងគ្របតង់ហើយយើងបើកទឹកដើម្បីស្រោចវាចឹងណាចាអញ្ចឹងយើងប៉ុណ្ណឹងជាការស្រេចឲ្យពុកម៉ែអ្នកគ្នាហើយរយៈពេល1ខែឬក៏1ខែកន្លះអីគឺវាដុះលូតលាស់ចេញមកហើយចាពុកម៉ែអ្នកគ្នាហើយនេះគឺជាដើមប្រេងខ្យល់ដែលវាដែលគ្រប់អាយុដែលយើងត្រូវយកទៅដាំបានចឹងណាពុកម៉ែអ្នកគ្នាចាំបើផ្សេងពុកម៉ែមានចំណាប់អារម្មណ៍ទាក់ទងជាមួយពូចង់ដាំប្រេងខ្យល់អីពុកម៉ែអាចទំនាក់ទំនងមកបានណាចាពីច្រើនជំរាបលា